ព្រះ
វិធីទាំងនោះដែលបានចំណាយពេលវេលាដើម្បីដំណើរមកស្ដាប់ខ្ញុំសូមសម្រាប់នៅនេះខ្ញុំសូមជូនពរឲ្យគណៈធិបតីនិងអង្គពិធីទាំងនោះឲ្យមានសុខ